យេអាលៀបម៉ែឲ្យវាអត់នៅផ្ទះវាហ៊ាននាំមិត្តភក្តិវាមកផឹកស្បាយអ៊ូអរនៅផ្ទះផងហ៎ម៉ាញ់ដូចមិនអស់ចិត្តសោះអាចូលទៅមើលវាបន្តិចមើលម៉ែក្មួយអីក៏ស្បាយអម្លេះហ្នឹងអាបាទមួយមែនទៅប្រឡងចាប់កណ្ដោមកខែខ្ញុំមកលេងដងណាមីងសូមអធិស្ឋានផងណាមីងចាក្មួយហើយមើលទៅក្មួយដូចមិនតាន់គ្រប់អាយុផឹកស្រាទេមីងសម័យឥឡូវប៉ិនពួកខ្ញុំក៏បានហើយមីងគិតលើអាយុឯងមិនត្រូវតែក្មួយមើលទៅពួកក្មួយនៅក្មេងខ្លាំងណាស់ហើយមួយវិញទៀតគ្រឿងស្រវឹងបានផ្ដល់ផលប៉ះពាល់ជាច្រើនដូចជាធ្វើឲ្យខូចសុខភាពក្មួយដែលកំពុងសិក្សានេះវាប៉ះពាល់ទៅដល់ខួរក្បាលនិងការសិក្សាធ្លាក់ចុះហើយមួយវិញទៀតការប្រើប្រាស់ពាក្យសម្ដីរបស់ពួកក្មួយបើប្រើប្រាស់មិនសមរម្យធ្វើឲ្យមានការឆ្លោះទាស់តែងគ្នានិងអំពើហិង្សាកើតឡើងទៀតផងណាក្មួយប៉ះពាល់ដល់អំពើឃាតកម្មការចម្លងមេរោគអេដហើយម្យ៉ាងវិញទៀតពួកក្មួយនេះបានយកលុយរបស់ពួកក្មួយទៅបំផ្លាញទៅទិញគ្រឿងស្រវឹងយកមកផឹកហើយនំចោលបានអ្វីមកវិញចឹងខ្ញុំត្រូវជ្រើសរើសអនាគតមិនមែនជ្រើសរើសគ្រឿងស្រវឹងទេត្រូវអត់មីងចាក្មួយជាកំហុសខ្ញុំមុនប្រឡងមិនបានមើលមេរៀនល្អៗថែមទាំងដើរលេងផឹកស៊ីសប្បាយពុកម៉ែឲ្យកូនសំទោសកូនពិតជាចោលស៊ីមែនអេលៀបអេលៀបអស់បាទមកយាយលៀបមកយាយនេះសៀងស្ងាត់ម្លេះបាទខ្ញុំអីទេជុំមកថ្ងៃមុនឃើញសប្បាយរីករាយជុំមកថ្ងៃនេះសៀងស្ងាត់គ្មានអ្វីការប្រឡងឆ្លើយអត់ទេកុំអស់សង្ឃឹមអីលៀបបើចង់មានអនាគតល្អត្រូវនៅឲ្យឆ្ងាយពីគ្រឿងស្រវឹងហើយផ្ដោតមកលើការសិក្សាវិញទៅព្រោះចំណេះដឹងអាចនាំឲ្យយើងទៅរកភាពជោគជ័យបានណាបាទខ្ញុំមកខិតខំប្រឹងរៀនហើយត្រូវនិយាយថាទេចំពោះគ្រឿងស្រវឹងចាត្រូវហើយព្រោះសង្គមយើងពិតជាត្រូវការយុវជនដែលមានសីលធម៌ល្អចំណេះដឹងល្អនិងមានសុខភាពល្អមិនមែនរកតែយុវជនដែលប្រមឹកផឹកស្រាដោយបំផ្លាញអនាគតខ្លួនឯងនោះទេបាទសូមអរគុណច្រើនសម្រាប់ការណែនាំខ្ញុំមកខិតខំប្រឹងរៀននិងជៀសវាងនៅឆ្ងាយពីគ្រឿងស្រវឹងដើម្បីអនាគតរបស់ខ្ញុំនៅថ្ងៃមុខ